ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកខ្ញុំនឹងមកបង្ហាញពីការធ្វើបង្អែមមួយមុខគឺការធ្វើបង្អែមបាយដំណើបសង្ខ្យាទុរេនហើយសម្រាប់វិធីធ្វើបាយដំណើបសង្ខ្យាទុរេននេះគឺថាងាយស្រួលមែនតើហើយលឿនទៀតសម្រាប់ទុរេនបងប្អូនអាចប្រើទុរេនប្រភេទមួយណាក៏បានដែរអ្វីដែលសំខាន់គឺទុរេននោះទុំឥឡូវនេះយើងចាប់ផ្ដើមទៅធ្វើបាយដំណើបសង្ខ្យាទុរេនទាំងអស់គ្នាហើយនេះគឺជាគ្រឿងផ្សំហើយសម្រាប់គ្រឿងផ្សំក្នុងការធ្វើបាយដំណើបទុរេនមួយមុខនេះគឺយើងមានជាមួយនឹងខ្ទិះដូងបងប្អូនចាយើងមានខ្ទិះដើមហើយនិងខ្ទិះចុងយើងចែករំលែកគ្នាចឹងទៅមានជាមួយនឹងអង្ករដំណើបហើយមួយទៀតមានជាមួយនឹងទុរេនរបស់យើងហ្នឹងទុរេនទុំសាច់វារាងជ្រាយណាហើយមានអំបិលបន្តិចជាមួយនឹងស្ករសឬក៏យើងអាចប្រើជាមួយនឹងស្ករក្រហមស្ករពានហ្នឹងក៏បានដែរបើបងប្អូនមានជាមួយនឹងស្លឹកតើយបងប្អូនអាចដាក់ជាមួយស្លឹកតើយបន្តិចទៅដើម្បីឲ្យមានក្លិនកាន់តែឈ្ងុយចាហើយនេះគឺជាវគ្គដែលយើងត្រូវដាំបាយដំណើបដែលនាងខ្ញុំប្រើជាមួយនឹងខ្ទិះដូងយកទៅដាំបាយដើម្បីឲ្យបាយរបស់យើងកាន់តែឈ្ងុយហើយនិងរលោងហើយសម្រាប់បាយដំណើបមួយមុខនេះបងប្អូនអាចយកទៅចំហុយក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនសម្រាប់ការដាំបាយដំណើបបងប្អូនត្រូវប្រុងប្រយ័ត្នបន្តិចបើសិនជាយើងជ្រុលដៃដាក់ទឹករៀងច្រើនបាយរបស់យើងគឺជ្រាយអត់ឆ្ងាញ់ទេអញ្ចឹងយើងលៃទឹកមួយល្មមសម្រាប់បាយរបស់យើងមិនស្រួយពេកមិនជ្រាយពេកនៅពេលនេះផងដែរឃើញថាបាយដំណើបរបស់នាងខ្ញុំហ្នឹងគឺបានឆ្អិនហើយនាងខ្ញុំមិនយកជ្រាយពេកក៏មិនយកស្រួយពេកដែរហើយជំហានបន្ទាប់នេះនាងខ្ញុំមានប្រើជាមួយនឹងខ្ទិះដូងចំនួន500មីលីលីត្រហើយនឹងដាក់អំបិលមួយចឹបជាមួយនឹងសាច់ទុរេនដែលយើងបានបកហើយចឹងណានៅត្រង់ចំណុចនេះផងដែរនៅពេលដែលបងប្អូនដាក់ទុរេនចូលបងប្អូនមិនចាំបាច់ចាំទឹកខ្ទិះដូងពុះក៏បានដែរយើងអាចដាក់ទុរេនចូលតែម្ដងជំហានបន្ទាប់ទៀតនេះនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងស្ករសចំនួន3ស្លាបព្រាបាយការប្រើស្ករសទៅតាមបរិមាណទុរេនរបស់បងប្អូនដែរបើសិនជាទុរេននឹងវាផ្អែមយើងបន្ថយតាមនឹងទៅបើសិនជាបងប្អូនចូលចិត្តញ៉ាំផ្អែមយើងដាក់តាមនឹងទៅតាមការចូលចិត្តហើយសម្រាប់ស្ករយើងអាចប្រើជាមួយនឹងស្ករពាងក៏បានស្ករសក៏បានដែរបន្ទាប់ពីយើងដាក់គ្រឿងផ្សំរួចរាល់ហើយយើងត្រូវកូរច្របល់ស្ករសអំបិលជាមួយទុរេនអីហ្នឹងឲ្យវារលាយសព្វគ្នាសម្រាប់បរិមាណរាវគោកទៅតាមការចូលចិត្តដែរអញ្ចឹងណាបងប្អូនហើយសម្រាប់ការប្រើភ្លើងគឺយើងប្រើភ្លើងតិចៗមែនតែនហ្មងនៅពេលដែលវាចាប់ផ្ដើមពុះនៅចំណុចនេះផងដែរនៅពេលដែលទឹកទុរេនរបស់យើងចាប់ផ្ដើមឆ្អិនយើងចាប់ផ្ដើមដាក់ជាមួយនឹងម្សៅឆាត្រង់ចំណុចនេះខ្ញុំបានថតជូនបងប្អូនគឺយើងប្រើម្សៅឆាចំនួន1ស្លាបព្រាកាហ្វេហើយនឹងលាយជាមួយនឹងទឹក1ស្លាបព្រាបាយទៅកូរឲ្យវារលាយសព្វយើងនឹងចាក់បន្តិចម្ដងចូលទៅក្នុងទឹកទុរេនរបស់យើងសម្រាប់ការចាក់ជាមួយនឹងម្សៅឆាបើសិនជាបងប្អូនចាក់ទាំងអស់តែម្ដងអាចបណ្ដាលឲ្យទឹកទុរេនរបស់យើងក៏ដុំអញ្ចឹងលក្ខណៈក្នុងការចាក់ទឹកម្សៅឆាចូលទឹកទុរេនរបស់យើងត្រូវចាក់បន្តិចម្ដងរួចនឹងកូរបដាចឹងទៅហើយសម្រាប់ការប្រើភ្លើងតិចមែនតែម្ដងឥឡូវនេះផងដែរការធ្វើបាយដំណើបសង្ខ្យាទុរេនរបស់យើងគឺបានឆ្អិនរួចរាល់ហើយជំហានបន្ទាប់នេះគឺយើងគ្រាន់តែដួសបាយដំណើបដាក់ជាមួយនឹងទឹកសង្ខ្យាទុរេនរបស់យើងហើយនឹងស្រូបខ្ទិះដូងគឺជាការស្រេចចាអញ្ចឹងក៏សូមអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានវីដេអូក្នុងការធ្វើបង្អែមមួយមុខនេះបើសិនជាបងប្អូនមានសំណួរឬក៏មានលក្ខណៈការធ្វើវិធីធ្វើសង្ខ្យាទុរេនបែបផ្សេងបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណបាយបាយ